Ba xưa đây bóng ổnទាំងអស់ក្នុងបណ្ដាញសង្គមជាទីរាប់អានបាទថ្ងៃនេះខ្ញុំធ្វើវីដេអូមួយទៀតបាទបង្ហាញអំពីចែកកាច់ដំរីដែលសាងជាព្រះអង្គ4ទិសបាទជាព្រះអង្គបុរាណបាទព្រះអង្គនេះ2ជំនាន់ហើយអញ្ចឹងក៏ដុតធូបបាទសុំលោកវិសោធនៅលើដើមចេកតើលោកនៅមានរឹតដៃជះខ្លាំងពូកែដូចមុនឬមួយក៏យ៉ាងម៉េចចឹងបងប្អូនហើយបងប្អូនខ្លះក៏គាត់ទៅបាទបងប្អូនដែលទៅនឹងបងប្អូនអូសម្លងចុះបងប្អូនបាទខ្ញុំគ្រាន់តែធ្វើវីដេអូមួយទុកជាឯកសារបាទអញ្ចឹងវត្ថុដែលយើងគោរពយើងគួរតែស្គាល់ឲ្យច្បាស់ថាតើវត្ថុនោះយើងមានរឹតដៃជះឬក៏យ៉ាងម៉េចអញ្ចឹងបើយើងចេះតែពាក់របស់អត់មានអនុភាពឬក៏របស់នឹងមិនដឹងយ៉ាងម៉េចក៏ចេះតែគោរពទៅជួនកាលក៏អត់បានផលដែរអញ្ចឹងណាបងប្អូនបាទខ្ញុំនិយាយនេះមិនចង់និយាយថារបស់ខ្ញុំប្រកែទេគ្រាន់ថាខ្ញុំជាទូទៅវត្ថុដែលខ្ញុំគោរពគឺខ្ញុំតែងតែចង់ដឹងអញ្ចឹងណាបងប្អូនអញ្ចឹងក៏ថតជាវីដេអូបាទអញ្ចឹងឥឡូវយើងលើកទាំងអស់គ្នាធូបឆេកចិត្តអស់ហើយបាទនេះបាទអត់លូទេបងប្អូនអត់លូទេបាទគឺទៅវាជាងកន្លះម៉ោងបងប្អូនជាងកន្លះម៉ោងបាទអត់លូទេអត់ហើបទេព្រះអង្គនេះធ្លាប់ពិសោធន៍ពីមុននោះធ្លាប់លោកតាពិសោធន៍នៅលើដើមចេកពិសោធន៍អត់លូតហើយរលួយទៀតអញ្ចឹងបងប្អូនបាទហើយខ្ញុំក៏ចង់ឃើញក៏ដុតធូបសុំលោកវិសោធន៍សាទៀតអញ្ចឹងបងប្អូនបាទសូមអរគុណសូមជម្រាបលា